Chà chấm được súp bong bồn ở kiaថ្ងៃនេះយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតខ្ញុំនឹងបង្ហាញជូនបងប្អូនទស្សនានៅរបៀបស្លប្រហើរទំពាំងចាឥឡូវយើងចូលដល់របៀបធ្វើដំបូងបងប្អូនយកទំពាំងយើងជ្រើសរើសទំពាំងដែលខ្ចីៗហើយយកបុកចិតជាបន្ទះស្ដើងបន្ទាប់មកគឺយើងប្រឡាក់ទំពាំងរបស់យើងដែលចិតនឹងជាមួយនឹងអង្ករហើយនឹងអំបិលចាបងប្អូនច្របល់ទំពាំងជាមួយអង្ករនិងអំបិលប្រឡាក់ចូលគ្នាទៅឲ្យចេញទឹកចេញពីទំពាំងហ្នឹងហើយយើងចាប់ផ្ដើមពូតយកទឹកទំពាំងហ្នឹងចេញចាទឹកទំពាំងហ្នឹងនឹងធ្វើឲ្យសម្លរបស់យើងហាងអញ្ចឹងបងប្អូនពូតទឹកនឹងចេញឲ្យអស់ចាមើលទឹកទំពាំងយើងច្រើនណាចាអញ្ចឹងយើងយកទំពាំងដែលយើងពូតស្ងួតហ្នឹងយើងបង់ចូលជាមួយនឹងទឹកក្តៅដើម្បីយើងទុករងាស់វារយៈពេល20នាទីដើម្បីឲ្យអស់ជាតិហាងចាយើងទុកទំពាំងរបស់យើងរងាស់ចោលទៅបន្ទាប់មកយើងចាប់ដើមបេះបន្លែរបស់យើងក្នុងនោះមានបន្លែដូចជាស្លឹកងប់ស្លឹកបាសស្លឹកស្អំចាខ្ញុំដាក់តែ3មុខនេះទេបើបងប្អូនចូលចិត្តស្លឹកម្ទេសឬក៏ស្លឹកផ្ទីបងប្អូនអាចដាក់បន្ថែមទៀតបានឬក៏ដាក់ពោតទៀតក៏បានដែរបងប្អូនតាមតែបងប្អូនចូលចិត្តចាបន្ទាប់មកយើងកាត់ត្រីគឺខ្ញុំស្លត្រីផ្ទក់ជាមួយលាយជាមួយនឹងសាច់ជ្រូក3ជាន់ចាសាច់ជ្រូកបងប្អូនចិញ្ច្រាំវាបន្តិចទៅដើម្បីឲ្យវាចេញជាតិឆ្ងាញ់ចាឥឡូវទំពាំងរបស់យើងបានរងាស់បាត់ជាតិហាងហើយអញ្ចឹងយើងចាប់ដើមបង់ប្រហុកចូលចាបន្ទាប់មកគឺយើងបង់ម្ទេសបន្តិចទៅដើម្បីកុំឲ្យឆ្អាបហើយនឹងឲ្យមានពណ៌ស្អាតចាបន្ទាប់មកយើងបង់សាច់ជ្រូកចិញ្ច្រាំរបស់យើងចូលហើយនឹងត្រីរបស់យើងគឺត្រីខ្ញុំយកត្រីផ្ទក់មកស្លចាហើយយើងដាក់គ្រឿងផ្សំគ្រឿងប្រៃផ្អែមមានដូចជាអំបិលស្ករប៊ីចេងម្សៅស៊ុបចាបន្ទាប់មកយើងដាក់បន្លែរបស់យើងចូលទៅចាបន្លែយើងកុំដាក់យូរយើងដាក់ឲ្យវាត្រឡប់កុំឲ្យវារលួយចាអូខេសម្លយើងបានឆ្អិនហើយសម្លទំពាំងបាត់ដំបងចាអរគុណបងប្អូនសូមបងប្អូនជួយ Subscribe Like និង Share ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត
ចាសូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់យើងខ្ញុំសូមជូនពរបងប្អូនឲ្យមានសុខភាពល្អគ្រប់ក្រុមគ្រួសារសូមអរគុណ